រឿងភ្លើងចិត្តនៃការរៀននៅភូមិតូចមួយឈ្មោះថាសុភមង្គលមានក្មេងប្រុសម្នាក់ឈ្មោះតារាជាក្មេងដែលចូលចិត្តរៀនណាស់ប៉ុន្តែគ្រួសាររបស់គេក្រីក្រឪពុកតារាជាជាងឈើហើយម្ដាយគេបោះអង្គុនលក់នៅផ្សារដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារទោះបីជាដូច្នេះតារានៅតែព្យាយាមរៀនឲ្យបានល្អជានិច្ចពេលថ្ងៃរះតារាទៅសាលាប្រៀបព្រៀងជាមួយមិត្តពេលថ្ងៃលិចគេយកអំពូលខ្នាតតូចមកអានសៀវភៅក្រោមពន្លឺខ្សាច់មួយដែលគេបានខ្ចីពីអ្នកជិតខាងគេមិនធ្លាប់បោះបង់សុបិននៃការបន្តការសិក្សាឡើយថ្ងៃមួយអ្នកគ្រូបានសួរចំណងជើងសម្រាប់កិច្ចការសិល្បៈក្តីស្រមៃរបស់អ្នកគឺជាអ្វីតារាបានគូផ្ទាំងមួយដែលបង្ហាញអំពីសាលាបឋមសិក្សាមួយកំពុងត្រូវសង់ឡើងវិញហើយមានគ្រូបង្រៀនយ៉ាងសប្បាយរីករាយនៅខាងក្រោមគេបានសរសេរថាខ្ញុំចង់ក្លាយជាគ្រូបង្រៀនដើម្បីចែករំលែកចំណេះដឹងដល់ក្មេងៗដែលគ្មានឱកាសដូចខ្ញុំការងាររបស់តារាបានជាប់ជម្រើសជាសិល្បៈដ៏ល្អបំផុតនិងបង្ហាញក្នុងពិព័រណ៍របស់សាលាបន្ទាប់មកមានអង្គការមួយដែលបានឃើញស្នាដៃនោះនិងផ្ដល់អាហារូបករណ៍ឲ្យតារាបន្តការសិក្សានៅទីក្រុងឆ្នាំកាន់តែតទៅមុខក្មេងប្រុសឈ្មោះតារាដែលធ្លាប់អានសៀវភៅក្រោមពន្លឺខ្សាច់បានក្លាយជាគ្រូដែលមានបំណងធ្វើឲ្យកុមារនៅភូមិរបស់គេមានឱកាសបានរៀនសូត្រដូចគេដែរគេបានសង់បណ្ណាល័យតូចមួយនិងបង្រៀនដល់កុមារជាច្រើនដោយមានចិត្តស្រឡាញ់បាទនៅក្នុងអត្ថន័យនៃរឿងនិទានភ្លើងចិត្តនៃការរៀនគឺអប់រំឲ្យយើងបាទចេះមានការបដិញ្ញាចិត្តកុំបោះបង់ក្តីសម័យបន្តក្តីសម័យខ្លួនឯងអប់រំចិត្តខ្លួនឯង